នមស្ការក្រាបថ្វាយបង្គំចំពោះសាមណសេះនិងសួស្តីដល់និស្សិតប្រុសស្រីទាំងអស់ដែលបានចូលរួមមករៀនភាសាសំស្ក្រឹតទាំងអស់គ្នាបាទនិងហើយសម្រាប់ថ្ងៃនេះគឺយើងរៀនព្យញ្ជនៈសំស្ក្រឹតណាព្យញ្ជនៈតែ5តួទេយកមកបង្រៀនដើម្បីឲ្យយើងចេះសរសេរនិងចេះអាននិងចាប់ផ្ដើមយើងរៀនទាំងអស់គ្នាបាទយើងចាប់ផ្ដើមសរសេរមកទាញមកមួយមកហើយយើងគួចជាអេសហើយបានដាក់សក់ពីលើមកបាទនឹងយើងឃើញថាអានថាកៈហើយមួយទៀតគឺយើងសរសេរទាញចេះមកយើងដាក់វត្តចេះមកហើយយើងទាញចេះមកដាក់សក់ពីលើមកនឹងអានថាខៈហើយយើងមួយទៀតគឺយើងដាក់ជើងចេះហើយយើងដាក់សក់ពីលើមកអានថាគៈបាទបន្ទាប់ទៀតយើងទាញចឹងមកដូចលេខ3ចឹងហើយវត្តទៅលើអានថាខៈណាខៈណាចំណាំហើយមួយទៀតគឺយើងទាញចុះក្រោមមកហើយយើងវត្តតិចដាក់ជើងតិចហើយយើងបន្តផងពីលើណាហើយដាក់សក់ពីលើមកអានថាងាក់ណាងាក់ប្រយ័ត្នច្រឡំជាមួយនឹងដៈកៈខៈខៈកៈកៈខៈខៈងាក់ងាក់កៈខៈខៈកៈងាក់កៈខៈបាទសម្រាប់ថ្ងៃនេះយើងរៀនត្រឹមប៉ុណ្ណឹងហើយនឹងសូមរងចាំសិក្សារៀនបន្តទៀតនៅវគ្គក្រោយបាទសូមអរគុណ